គ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពតំណាងស្ថានទូតប្រចាំនៅប្រជាណាចក្រកម្ពុជាដែលមានវត្តមាននៅក្នុងថ្ងៃនេះសូមគោរពតំណាងអង្គការអន្តរជាតិនិងតំណាងអង្គការជាតិជាវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ដែលបានមានវត្តមានក្នុងឱកាសថ្ងៃនេះសូមគោរពជាពិសេសចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានមានវត្តមានក្នុងឱកាសនេះជាពិសេសគឺសូមគោរពដល់សមាជិកសមាជិកាដ៏អង់អាចក្លាហានរបស់គណៈបក្សសិទ្ធិមនុស្សខ្ញុំបាទកឹមសុខាថ្ងៃនេះមានសេចក្តីរំភើបយ៉ាងខ្លាំងដែលបានជួបជុំបងប្អូនទាំងអស់នៅទីនេះក្នុងនាមគណៈកម្មការបណ្ដោះអាសន្នគណៈបក្សសិទ្ធិមនុស្សនិងក្នុងនាមខ្ញុំបកណាខ្ញុំបាទផ្ទាល់ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានរបស់ព្រះថេរានុថេរៈគ្រប់ព្រះអង្គរបស់តំណាងឯករដ្ឋទូតនិងតំណាងអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិព្រមទាំងមិត្តបរទេសនានានិងបងប្អូនជនជាតិខ្មែរទាំងអស់ដែលបានផ្ដល់កិត្តិយសដល់គណៈបក្សសិទ្ធិមនុស្សក្នុងឱកាសសមាជលើកដំបូងនៅថ្ងៃទី22ខែកក្កដាឆ្នាំ2007នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡ িম্প ិកក្រុងភ្នំពេញថ្ងៃនេះជាយើងគណៈបក្សសិទ្ធិមនុស្សថ្ងៃនេះគឺជាប្រវត្តិសាស្ត្រមួយសម្រាប់គណៈបក្សសិទ្ធិមនុស្សនិងសម្រាប់ប្រទេសកម្ពុជាយើងខ្ញុំជឿថាយើងទាំងអស់គ្នាមានវត្តមាននៅទីនេះគឺដោយសារសេចក្តីស្នេហារបស់យើងចំពោះជាតិមាតុភូមិរបស់យើងខ្ញុំប្រកាសថាខ្ញុំបាទផ្ទាល់មានវត្តមាននៅទីនេះគឺដោយសារសេចក្តីស្រឡាញ់ចំពោះប្រជាជាតិយើងយើងទាំងអស់គ្នាមានវត្តមាននៅទីនេះគឺដើម្បីកសាងគណៈបក្សសិទ្ធិមនុស្សដ៏រឹងមាំមួយដើម្បីកម្ពុជាជាទីស្រឡាញ់របស់យើងព្រះថេរានុថេរៈគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវលោកស្រីអស់លោកបងប្អូនជនរួមជាតិជាទីគោរពគណៈបក្សសិទ្ធិមនុស្សនេះបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនិងស្ថានភាពនយោបាយដែលទាមទារឲ្យមានជំរឿសថ្មីដ៏រឹងមាំមួយសម្រាប់បម្រើការពារនិងកសាងប្រជាជាតិខ្មែរគណៈបក្សសិទ្ធិមនុស្សបានបង្កើតឡើងដោយហេតុថាឥឡូវនេះជាពេលវេលាសមល្មមដែលប្រទេសកម្ពុជាគួរមានគណៈបកនយោបាយមួយប្រកបដោយលទ្ធិប្រជាធិបតេយ្យសេរីពិតប្រាកដដែលកើតចេញពីប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋនិងដើម្បីប្រជាពលរដ្ឋគណៈបក្សសិទ្ធិមនុស្សបានកើតឡើងដោយហេតុថាមានអ្នកស្នេហាជាតិនិងលទ្ធិប្រជាធិបតេយ្យជាច្រើនទាំងក្នុងនិងក្រៅប្រទេសត្រូវការគណៈបកនយោបាយមួយដែលមិនបម្រើបុគ្គលដែលមិនផ្ដាច់ការដែលមិនពុករលួយដែលពួកគេអាចជឿទុកចិត្តបានហើយគេនឹងចូលរួមកសាងជាមួយគ្នាជាការពិតប្រាកដគណៈបក្សសិទ្ធិមនុស្សបានបង្កើតឡើងដោយហេតុថាប្រជាពលរដ្ឋខ្មែរគួរតែទទួលបាននៅឱកាសក្នុងការក្លាយជាម្ចាស់ជោគវាសនានៃគណៈបកនិងជាម្ចាស់ជោគវាសនានៃប្រទេសជាតិគណៈបក្សសិទ្ធិមនុស្សបានបង្កើតឡើងដោយហេតុថាវាត្រូវដល់ពេលវេលាដែលប្រជាពលរដ្ឋខ្មែរជាអ្នកឈ្នះម្ដងហើយជ័យយោប្រជាពលរដ្ឋខ្មែរជ័យយោសមាជិកសមាជិកាគណៈបក្សសិទ្ធិមនុស្សដ៏អង់អាចក្លាហានគណៈបក្សសិទ្ធិមនុស្សយល់ផងដែរថាការចូលរួមរបស់ប្រជាពលរដ្ឋជាកត្តាសំខាន់ដែលពុំអាចខ្វះបានដើម្បីជំរុញឲ្យមានការកែប្រែនៅក្នុងសង្គមយើងជាក់ស្ដែងក្នុងពេលថ្មីៗនេះបងប្អូននៅតាមមូលដ្ឋាន
បានចូលរួមក្នុងការរៀបចំរចនាសម្ព័ន្ធគោលនយោបាយកម្មវិធីនយោបាយដាក់ឈ្មោះឲ្យគណៈបកព្រមទាំងចូលរួមធ្វើឲ្យអង្គសមាជដ៏ឱឡារិកមួយកើតបានមាននៅក្នុងថ្ងៃនេះសូមកោតសរសើរនិងបង្ហាញពីមោទនភាពដ៏ធំធេងចំពោះសមាជិកសមាជិកានៃគណៈបក្សសិទ្ធិមនុស្សនិងអ្នកគាំទ្រគណៈបក្សសិទ្ធិមនុស្សទាំងអស់ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមស្វាគមន៍និងសូមអរគុណចំពោះអិសរាជជននិងគណៈបកនយោបាយមួយចំនួនដែលបានធ្វើការលះបង់ដើម្បីចូលរួមជាមួយគណៈបក្សសិទ្ធិមនុស្សផងដែរអិសរាជជនដែលមានវត្តមាននៅទីនេះហើយសម្រាប់ចាត់ចូលរួមជាមួយគណៈបក្សសិទ្ធិមនុស្សមានអាយដាមសូនសុបែអាយដាមកែវរេមីអាយដាមប៉ែនសវណ្ណអាយដាមគៀតសគុណព្រមទាំងគណៈបកនយោបាយមួយចំនួនទៀតដូចជាគណៈបកត្រត្រង់ជាតិដែលដឹកនាំដោយអាយដាមប៉ែនសវណ្ណគណៈបកប្រជាធិបតេយ្យសេរីសង្គ្រោះជាតិដែលដឹកនាំដោយអាយដាមច័ន្ទវ៉ែនគណៈបកកសាងជាតិដែលដឹកនាំដោយអាយដាមលេងសេងនិងគណៈបកកម្ពុជាថ្មីក្រៅអំពីគណៈបកនយោបាយដែលបានចូលរួមនិងអិសរាជជននយោបាយដែលបានចូលរួមជាមួយគណៈបកសិទ្ធិមនុស្សថ្ងៃនេះយើងមានការចូលរួមពីសំណាក់តំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលជាសកម្មជនដែលជាយុវជនទាមទារលទ្ធិប្រជាធិបតេយ្យដូចជាលោកម៉ៅវាសនាប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យសមាជិក